បងភ្ញៀវគាត់ថាតម្លៃ60000អត់ថ្លៃទេសំខាន់ឲ្យតែឆ្ងាញ់អូនឲ្យតែតរិនអូនឯងល្អយកមកញ៉ាំឈ្ងុយខ្ទិះស្ងួតទៅដោះគោចាគាត់ឲ្យសាញទេបងបកភ្លាមចាប់ភ្លាមដាក់ចូលប្រអប់បែបនេះមិនមើលចាឲ្យល្អខ្លាយប្លង់សឡូនអញ្ចឹងគាត់ថាតរិនហាខ្ញុំទិញដែលខកបំណងហើយរសជាតិគឺឲ្យអួយហ្មងបងប្អូនខ្លែបណាក៏ perfect ខ្លែបណាក៏ perfect ចាដោយសារគុណភាពនេះហើយដែលធ្វើឲ្យហាងចំការខ្មែរកាន់តែលក់ដាច់ពីមួយថ្ងៃទៅមួយថ្ងៃបងចាខ្ញុំចូលចិត្តប្រកួតជាមួយនឹងគុណភាពចាតម្លៃខ្ញុំអត់ប្រជែងទេបងសំខាន់ខ្ញុំទិញពីចកាមកខ្ញុំរើសដែរបងចកាដែលប្រើប្រាស់ជីត្រីរៀងចកាដែលសុវត្ថិភាពអត់ប្រើប្រាស់ជីគីមីចាអត់មានការចលក់ចាអញ្ចឹងខ្ញុំទិញមករៀងតម្លៃថ្លៃបងហើយមួយវិញទៀតចាតរិនវាមានលេខ1មានលេខ2និងលេខ3ចាតាលេខ1លក់ថ្លៃជាងគឺវាឆ្ងាញ់ជាងហើយបងចាអត់មានតម្លៃលេខ2លេខ3លក់ថោកជាងហើយមកឆ្ងាញ់ជាងអាលេខ1ឯងបងអត់ទេអញ្ចឹងលេខ1ត្រូវតែឆ្ងាញ់ជាងលេខ2លេខ3ខ្ញុំទិញមកពីគេក៏រើសដែរបងហើយក៏ថ្លៃជាងលេខ2ដែរបង1គីឡូថ្លៃជាងគ្នា2ទៅ3000ណាចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាឲ្យតម្លៃទៅលើគុណភាពចាបងប្អូនទិញបងខ្ញុំហើយគឺដឹងតអត់ស្ដាយលុយបងដោយថាវាផ្អែមវាឈ្ងុយវាក្របទូចរហូតណាចាក្របទូចសាច់ក្រាស់បងឲ្យល្អទាំងអស់ខ្លែបណាក៏ល្អប្រកួតលេខ1ចាលក់លេខ1គឺទំនុកចិត្តហ្មងបងអ្នកទិញតាឲ្យជាប់ចិត្តជាប់ស្នេហ៍ដោយសារគុណភាពនឹងហ្មងចឹងអរគុណមែនតើសម្រាប់ការគាំទ្រមកលើតរិនហាងចំការខ្មែរទាំង4សាខាបងសាឡា598ទូតពងនឹងជ្រោយចង្វាបាក់ពីម៉ោង8ព្រឹកបិទម៉ោង9យប់ណាបងណា